វីដេអូនេះតពីវីដេអូមុនវីដេអូនេះជាវីដេអូទី6ហើយអញ្ចឹងយើងមកមុននឹងចូលទៅដល់កេរុនិងលហុយើងទៅរំលឹកសេដ្ឋលធនិតហ្នឹងគឺជាងសូត្រទៅមុននឹងចូលទៅដល់កេរុលហុយើងសូត្រសិនទៅព្យញ្ញសេដ្ឋលនិងធនិតព្យញ្ញៈទី1ទី3ក្នុងវគ្គទី5គឺកខៈគឺកកៈចច្ចៈដដតតៈបពៈ10តួនេះហៅថាសេដ្ឋលព្យញ្ញៈទី2ទី4ក្នុងវគ្គទី5គឺខខៈឆឆៈថថៈថថៈភភៈ10តួនេះហៅថាធនិតសេដ្ឋលចែកចេញជា2យ៉ាងកចដតកកចដតបៈ5តួនេះហៅថាសេដ្ឋលអខុសៈកចដតពៈ5តួនេះហៅថាសេដ្ឋលខុសៈធនិតចែកចេញជា2គឺខឆថតភៈ5តួនេះហៅថាធនិតអខុសៈខឆថតភៈ5តួនេះហៅថាធនិតខុសៈអញ្ចឹងយើងមកមើលមេរៀនសង្ខេបវិញនេះសេដ្ឋលធនិតព្យញ្ញៈ1 3ក្នុងវគ្គទី5ហៅថាសេដ្ឋលព្យញ្ញៈ2 4ក្នុងវគ្គទី5ហៅថាធនិតសេដ្ឋលមាន2យ៉ាងសេដ្ឋលចែកចេញជា2សេដ្ឋលអខុសៈព្យញ្ញៈទី1ក្នុងវគ្គទី5គឺកចដតបៈនឹងឯងព្យញ្ញៈសេដ្ឋលខុសៈមានព្យញ្ញៈទី3ក្នុងវគ្គទី5គឺកិច្ចដិតពៈធនិតចែកចេញជា2យ៉ាងធនិតអខុសៈព្យញ្ញៈទី2គឺខឆថថភៈ5តួនេះហៅថាធនិតអខុសៈទៅពេលធនិតខុសៈមានព្យញ្ញៈទី4គឺខឆថថភៈណាយើងរៀនចំណាំលេខចាំជាលេខទៅដោយសារយើងដឹងថាព្យញ្ញៈទី2គឺអក្សរអីព្យញ្ញៈទី3អក្សរអីយើងដឹងហើយអញ្ចឹងយើងចំណាំលេខក៏បានយើងចាំជាព្យញ្ញៈក៏បានដែរអញ្ចឹងយើងមកដល់មេរៀនករុនិងលហុស្រៈទីឃៈនិងស្រៈរស័កដែលមានព្យញ្ញៈតម្រួតគ្នានៅខាងចុងឬដែលមាននិកហេតុអាស្រ័យឧទាហរណ៍អក្សរពុទ្ធាំងសម្មាសម្ពុទ្ធោតស្សៈអានសូរសំឡេងធ្ងន់ហៅថាករុគេអានថាអាការោពុទ្ធាំងសម្មាសម្ពុទ្ធោតស្សៈគេឲ្យអានសំឡេងធ្ងន់អាហ្នឹងករុស្រៈរស័កដែលមានព្យញ្ញៈតម្រួតគ្នានៅខាងចុងនិងដែលមាននិកហេតុអាស្រ័យឧទាហរណ៍បរិវិស្សតុអានសូរសំឡេងស្រាលអញ្ចឹងអានថាបរិវិស្សតុហៅថាលហុហ្នឹងគឺសូរសំឡេងស្រាលទៅពេលដល់និកហេតុនិងវិមុតនិកហេតុគឺព្យញ្ញៈដែលមានរាងជាបន្ទុកមូលដែលជាប់តាមស្រៈគឺលោករមែងសូត្របញ្ចេញសំឡេងបិទមាត់ហៅថានិកហេតុចំណែកឯវិមុតវិញគឺអក្ខរៈដែលត្រូវសូត្របើកមាត់ហើយជាប្រកដីបន្តិចឧទាហរណ៍បាណាធេរោអវ៉ាតូយ៉ាងនេះហៅថាវិមុតអញ្ចឹងអានេះវិមុតនេះលោកឲ្យបើកមាត់យើងបើកមាត់អានធម្មតាប៉ុន្តែគាត់តែរៀងបើកមាត់ខុសនេះបន្តិចអានថាបាណាធេរោអវ៉ាតូយ៉ាងនេះហៅថាវិមុតអានេះលោកឲ្យអានបិទមាត់និកហេតុនឹងបិទមាត់ពេលសម្ព័ន្ធធៈនិងវវត្តិតៈសម្ព័ន្ធមានន័យថាបទដែលចងភ្ជាប់គឺបទដែលចងភ្ជាប់ជាមួយនឹងបទសន្ធិដូចជាតត្រាយមេតិយ៉ាងនេះហៅថាសម្ព័ន្ធ
វវធិតៈហ្នឹងបត់ញែកបត់ដែលកាត់ញែកពីគ្នាបត់ដែលកាត់ញែកគឺជាបត់ដែលញែកចេញពីបត់សន្ធិដូចជាតត្រាអាយ៉ាងអតិយ៉ាងនេះហៅថាវវធិតៈអញ្ចឹងបត់ហ្នឹងនេះបត់ខាងលើអានេះហៅថាតភ្ជាប់ទៅពេលអានេះញែកហើយយើងចូលមកដល់ព្យញ្ជនៈសញ្យោគព្យញ្ជនៈសញ្យោគគឺព្យញ្ជនៈព្យញ្ជនៈសញ្យោគនោះគឺព្យញ្ជនៈទី1ត្រូវតម្រួតលើតួខ្លួនឯងនិងលើព្យញ្ជនៈទី2ព្យញ្ជនៈទី3ចាំមានន័យថាព្យញ្ជនៈអក្សរកមួយអាចតម្រួតព្យញ្ជនៈទី1ហងទី2ហងទី3ផងតម្រួតលើខ្លួនឯងព្យញ្ជនៈទី4តាមលំដាប់វគ្គរបស់ខ្លួនបានលើកតែអក្សរ ង មួយចេញអញ្ចឹងលោកមានន័យថាលោកថាអក្សរកមួយហ្នឹងលោកអាចថាតម្រួតគ្នាបានតែលើកតែអក្សរ ង មួយចេញឯដែលมันអាចតម្រួតបានគេថាម៉េចថាលើកតែញាក់មួយចេញតម្រួតលើខ្លួនឯងមិនបានញាក់មួយចេញតម្រួតលើខ្លួនឯងមិនបានព្យញ្ជនៈក្នុងអវគ្គមាន3តួគឺយលស័កតម្រួតលើតួខ្លួនឯងបានព្យញ្ជនៈអវគ្គគឺយលវសលៈតម្រួតលើព្យញ្ជនៈអវគ្គផ្សេងគ្នាបានពេលព្យញ្ជនៈវគ្គគឺកខកញ្ញណៈតតនៈបពមៈតម្រួតលើអវគ្គបានអញ្ចឹងយើងរៀនហើយតើអវគ្គហ្នឹងមានប្រមាណយើងដឹងហើយដោយសារយើងបានរៀនពីវីដេអូមុនហើយព្យញ្ជនៈអវគ្គគឺសហអាចតម្រួតលើព្យញ្ជនៈវគ្គបានខ្លះគឺសហហ្នឹងតម្រួតលើព្យញ្ជនៈវគ្គបានខ្លះអត់ទាំងអស់ទេចឹងមិនលោកថាបានខ្លះចឹងយើងចប់អក្ខរៈហើយមេរៀនក្រោយនឹងចូលទៅដល់សន្ធិ